Ok, số đây một lần này sẽ có một kênh channel crypto của chúng ta mình làm tiếp.បន្ទាប់ពីយើងឆ្លងកាត់ការវិថ្ងៃសុកដែលតម្លៃវាហាក់ឡើងទៅលើបន្តិចវិញថ្ងៃសុកនោះឥឡូវមកថ្ងៃច័ន្ទនេះវាធ្លាក់មកទៀនមកយ៉ាងកំពុកវាធ្វើឲ្យមកប៉ះទៅនឹងតែប្រភេទទី1របស់យើងកាលពីសប្តាហ៍មុននេះកាលពីថ្ងៃសុកមុននេះគឺ3274នេះបាទហើយយើងមើលសេណារីយ៉ូបន្តទៅទៀតបើសិនណាវាទម្លុះព្រោះកន្លែងនេះវា support វាខ្លាំងដែរក្នុង3274នេះបើសិនវាទម្លុះមក3274នឹងធ្លុះបានទៀតវានឹងមកដល់3253ហើយនេះគ្រាន់តែជា scenario ទេប៉ុន្តែជាក់ស្ដែងវានៅលើទីផ្សារនឹង candle វាឲ្យយើងក៏ឥឡូវនេះរៀងដូចជាវាមកហើយអញ្ចឹងវា expect ថានឹងមក3253តាមការគ្រោងទុកនេះដោយសារវាទម្លុះខ្សែការពារនេះ support នេះបាទហើយវាទម្លុះ3253នឹងបាន take profit ទី3គឺនៅ3223ហ្នឹងឯងសម្រាប់ថ្ងៃនេះបាទថ្ងៃនេះប៉ុន្តែសារថ្ងៃច័ន្ទវាសូមមានព័ត៌មានអីវាអាចថ្ងៃល្ងាចវាមិនសូវដើរអាចដើរទៅព្រឹកថាបានទេទីផ្សារឥឡូវព្រឹកនេះយើងឃើញថាវាចុះមកខ្លាំងទី1វា hit profit ទី1នៅចំណុច3274កាលពីថ្ងៃសុក្របងប្អូនអាចឆែកមើលវីដេអូថ្ងៃសុក្របានហើយឥឡូវវាកំពុងតែតម្រង់ឆ្ពោះមក3253បើសិនវាទម្លុះ support កន្លែងនេះបានបាទខ្សែ support កន្លែងនេះបាននេះអូខេហើយទី3បើសិនវាលោកខ្សែពីនេះបានវាមកដល់ចំណុចនេះ3223នេះបាទនេះវាពីនេះឥឡូវយើងមើលក្នុង1ម៉ោងនេះវានឹងកំពុង down trend ឡើយទេសម្រាប់ក្នុងថ្ងៃនេះមិននិយាយសម្រាប់សប្តាហ៍ទាំងមូលទេបាទ4ម៉ោងវានៅក្នុង down trend ឡើយដែរទេយើងសង្ឃឹមថាថ្ងៃនេះវានឹងដើរមកប៉ះ take profit ទី2របស់យើងបន្តទៀតទី2នេះបាទឥឡូវយើងចាំមើលទាំងអស់គ្នាអូខេបាទវីដេអូហ្នឹងមានប៉ុណ្ណឹងសំតពីថ្ងៃសុក្រមកចាំមើលល្ងាចខ្ញុំ live មួយសារទៀតបើតែមានការប្រែប្រួលយ៉ាងណាហើយសូមបងប្អូនជួយចុច like subscribe channel ផងដើម្បីទទួលបានព័ត៌មានថ្មីៗទៀតទាក់ទងនឹងទីផ្សារមាសឬចតិកា Forex ផ្សេងៗណាអរគុណច្រើនសូមជម្រាបលាបាទ